អណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងទំហំមួយដ៏ធំបានបំភ្លឺស្បៃរាត្រីហើយនឹងរញ្ជួយរង្គើពេញទីតាំងមជ្ឈមណ្ឌលអវកាស Kennedy នៅក្នុងរដ្ឋ Florida កាលពីយប់ថ្ងៃប្រហ័សទី28ឧសភាជាអណ្ដាតភ្លើងកើតចេញពីការផ្ទុះឆេះ Rocket New Glenn របស់ក្រុមហ៊ុនអវកាស Blue Origin របស់មហាសេដ្ឋីក្រុមហ៊ុន Amazon លោក Jeff Bezos គ្មានអ្នករងរបួសម្នាក់ឡើយនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Blue Origin ក៏ប៉ុន្តែ Rocket កម្ពស់98ម៉ែត្រមានមុខកាត់7ម៉ែត្រហើយនឹងមានតម្លៃជាង$100 លានត្រូវផ្ទុះឆេះរលាយបាត់ស្រមោលនៅក្នុងពេលតែមួយប្រពេចភ្នែកក្រុមហ៊ុនរបស់មហាសេដ្ឋី Jeff Bezos បានសន្យាបើកការស៊ើបអង្កេតពីព្រោះថា Rocket ផ្ទុះឆេះនៅក្នុងអំឡុងពេលសាកល្បងប្រព័ន្ធបាញ់បង្ហោះ Rocket ដែលនៅក្នុងនោះគេបានសាកល្បងចាក់សាំងបំពេញយានហើយនឹងបញ្ឆេះម៉ាស៊ីននៅក្នុងពេលតែមួយដោយមិនចាំបាច់ផ្ដាច់ទ្រជើងបាញ់បង្ហោះក្រុមហ៊ុនត្រៃលើកនេះមិនត្រឹមតែធ្វើឲ្យក្រុមហ៊ុន Blue Origin យឺតយ៉ាវដើរនៅពីក្រោយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដែលមានសមត្ថភាពខាងបាញ់បញ្ជូនផ្កាយរណបច្រើនពាន់គ្រឿងតែប៉ុណ្ណោះទេក៏ប៉ុន្តែបរាជ័យហើយនឹងគ្រោះថ្នាក់ផ្ទុះឆេះ Rocket របស់ Blue Origin នឹងធ្វើឲ្យប៉ះពាល់ទៅដល់បេសកកម្ម Artemis របស់ទីភ្នាក់ងារ NASA ដែលមានមហិច្ឆតាចង់នាំយកអវកាសយានិកអាមេរិកត្រឡប់ទៅឋានព្រះច័ន្ទវិញយ៉ាងយូរនៅឆ្នាំ2028នៅដើមសប្តាហ៍នេះទីភ្នាក់ងារ NASA ទើបតែបានផ្ដល់កិច្ចសន្យាតម្លៃ$468 លានទៅឲ្យក្រុមហ៊ុន Blue Origin ដើម្បីផលិតយានបើកលើឋានព្រះច័ន្ទចំនួន2គ្រឿងទាំងកិច្ចសន្យាផលិតប្រព័ន្ធម៉ាស៊ីនហើយនឹងជើងចុះចតសម្រាប់យានរបស់បេសកកម្ម Artemis ទី3ហើយនឹងការដឹកជញ្ជូនយានបើកទៅលើឋានព្រះច័ន្ទនោះគឺសុទ្ធសឹងតែពឹងផ្អែកទៅលើ Rocket New Glennចង់ឬមិនចង់គ្រោះថ្នាក់ហើយនឹងបញ្ហាបច្ចេកទេសរបស់ Rocket New Glenn កាន់តែធ្វើឲ្យគេសង្ស័យថាបេសកកម្ម Artemis របស់ NASA ដើម្បីនាំយកអវកាសយានិកអាមេរិកត្រឡប់ទៅឋានព្រះច័ន្ទនោះនឹងមិនអាចសម្រេចបានតាមផែនការគ្រោងទុកនៅឆ្នាំ2028